clip នេះបាទសូមទស្សនាពីដើមដល់ចប់បាទទាំងការបើកហ្គេមទាំងលះហែកគ្រាប់នៅ middle game និងបាទនឹងបញ្ចប់ទីបាទកូឡាមិញគឺបាទអឺបងខាងខ្មៅណាបងគឺគាត់មានចំណងគ្រប់ទាំងអស់ប៉ុន្តែអាចនៅតែវាយលើជើងនៅតែស៊ីលើចំណងបានតោះយើងទៅមើលការបើកក្បួនមួយហ្នឹងបងសម្រាប់ការសិក្សាបាទបាទ game នេះគឺលោកគ្រូ AI មក AI បាទចែកកម្មវិធី AI គឺចេញត្រី2បាទ center បាទត្រីមុខនាងនិងមុខខុនបាទកន្លងនេះបងប្អូនគ្នាយើងឃើញហើយបើសិនជាគាត់បាទអាចបើកពី game ពីបើកត្រី2ក្រុមនេះគឺចំណេញណាបងបាទគឺនៅពេលដែលបងខាងខ្មៅគាត់ចេញត្រីមុខនាងពេលនេះគឺគាត់អាចសកត់បានបាទសកត់បានហ្នឹងកន្លងនេះគឺអាចគាត់សកត់គឺវាស្ថិតនៅក្នុងឈុតសកត់នាងហ្នឹងបងអញ្ចឹងខ្ញុំអត់ចង់និយាយច្រើនបាទខ្ញុំបាទបង្ហាញកលឹះតិចតួចប៉ុណ្្នឹងក្នុងការសកត់ត្រី2គ្រាប់ដែលបានចេញណាអញ្ចឹងនៅពេលដែលអត់ធ្វើអីសោះបាទនៅបានចេញត្រី3នៅកន្លងនេះចេញត្រី3ដល់នេះសំទៅព្រោះអីទៅចាំនាងទៅជួយសិនបងឡើងនាងទៅមួយជើងសិនចាំបើអត់ចេញខាងខ្មៅក៏អត់ចេញត្រីអីទេគឺចេញត្រី3ហើយណាចេញត្រី3នៅកន្លែងហ្នឹងបាទនាងទៅចាប់ញ៉ាប់ជួយទាំងគោលទាំងអីប្រញាប់ទៅបងដូចខ្ញុំធ្លាប់បកស្រាយនៅវីដេអូឃ្លីបមុនគឺក្របត្រីនៅពេលដែលហៅខ្ពស់គឺយើងត្រូវតានាងហើយនឹងគោលទៅឲ្យដល់អត់ទាន់សភាពការបងបាទទើបកន្លងហ្នឹងត្រីខ្ពស់ហ្នឹងមានសុវត្ថិភាពហើយការវាលុកនៅពេលដែលដៃគូយើងគាត់ស៊ីគឺយើងមានគោលឡើងទៅចំហខ្ពស់តែម្ដងហើយនាំសេះនាំអីទៅបាទគឺយើងនិយាយជាសាមញ្ញគឺនាងនាំគោលនាំសេះនាំគ្នាទៅណាបាទអញ្ចឹងបាទបងខាងខ្មៅក៏គាត់អត់ទាន់ធ្វើអីទៀតដែរគាត់ឡើងកូនឥឡូវកន្លែងនេះបងសង្កេតមើលណាបងគឺ IC ផ្ដាច់មកគ្រាប់នេះខាងខ្មៅគាត់មានជំរើសតែត្រី2គ្រាប់នេះទេដោយសារតែខាងសបងមានត្រីមួយគ្រាប់ទៀតអញ្ចឹងអាចយកគ្រាប់ធំជាជំរើសបានទេមានត្រី2គ្រាប់មានក្នុងនិងក្រៅបាទគាត់យកពីក្រៅចូលក្នុងកន្លែងនេះគឺអត់ស៊ីទៀតទេសង្កេតហ្នឹងបងគឺអត់ស៊ីទេកន្លែងនេះទុកត្រីគ្រាប់នេះទុកប្រយុទ្ធនៅពេលដែលដៃគូស៊ីគឺយើងយកកូនឡើងទៅស៊ីតបាទបើស៊ីតែមួយគ្រាប់គឺយើងឈប់គ្រាប់ទៅពាក់ព័ន្ធកុំឲ្យគេស៊ីមុនឡើយនេះបាទឥឡូវនេះយើងឃើញថាគោលមកក្រុមនេះឡើងទៅក្រោយនាងហ្នឹងគឺអត់ទៅទៀតទេបាទគឺយកគោលដែលនៅខាងឆ្វេងដៃយកទៅឈរនៅកន្លែង D3 ដើម្បីបើកសេះចងស្ដាំវាលុកជាមួយនឹងសេះទឹមត្រីគូកដាលបាទទៅហើយបាទសេះចងស្ដាំណាបងបាទគូខាងខ្មៅក៏ឡើងមកទៀតបាទអាចក៏ឡើងស្ដាច់ទៅឡើងក្បួនទៅសិននេះបងប្អូនគ្នានៅពេលដែលជួបរូបភាពដៃគូចេញត្រីគូចុងក្តារបែបនេះទូកដោយទូកយើងនៅចុងក្តារអត់ទាន់ដកណាបងគឺយើងចាក់នេះបាទចាក់ចុងទៅបែបនេះដើម្បីឲ្យខូចត្រីក្រៅត្រីក្នុងគាត់ហូរមកបាទឡើងត្រីទៅចឹងកន្លងនេះគាត់អត់ទុកទេត្រី3ដានហ្នឹងគាត់ខ្លាចអនាគតទៅអាចចាក់ទៅបែបនេះឬក៏មិនបាទបងខាងខ្មៅគាត់ស៊ីផ្ដាច់បាទខាងសនេះបងខ្មៅនេះបើខាងសក៏យកសេសស៊ី AI បាទដល់ខាងសនេះបងគាត់គាត់រៀងយ៉ាប់ដែរបងកន្លងនេះបើសិនជាគាត់ឡើងគោលនេះណាបងគិតថាអាចប្រហែលជានឹងអុកបែបនេះបាទពូងាកទៅងាកមិនស្រួលបាទត្រូវអុកថែមអីទៀតឬក៏មិនបងបាទឬក៏ថយឬក៏មិនឬក៏ខ្មៅគាត់មានកន្លែងបាំងតែកន្លងនេះបងខ្ញុំឃើញថាបងខាងខ្មៅគាត់បាទចាក់ត្រីដើម្បីបើកផ្លូវនាងនៅកន្លងនេះគឺដូចជាមិនត្រូវទេបងដូចជាមិនសូវល្អបាទព្រោះក្នុងស្ថានភាពនេះបាទសេះនេះត្រូវដេញចេញសិនឬហ្នឹងហើយចាំចាក់ត្រីមុខនាងនឹងមកតាមក្រោយឬក៏មិនបាទចឹងបងសង្កេតមើលកន្លែងនេះបណ្ដាលឲ្យមានបញ្ហាគឺបញ្ហារហូតដល់បិទហ្គេមបងមកប្លុកកន្លែងដែលគាត់បិទហ្នឹងគឺអាចគៀបទាំងអស់ឥឡូវនេះគាត់បិទហើយបងឃើញទេបាទបិទហើយអាចធ្វើម៉េចបាទលើកទូកបាទត្រៀមទប់ហើយគឺចាប់ផ្ដើមបាទសេរីធ្វើម៉េចឲ្យតនសភាពការគាត់ស៊ីបែបនេះទៀតធ្វើឲ្យអាចឡើងសេះទៅបានទៀតបងឡើងសេះទៅបានទៀតឡើងសេះទៅកន្លងនេះធ្វើឲ្យសេះមកគ្រាប់ហ្នឹងគឺត្រូវដោះហើយបាទគាត់អាងហ្នឹងបងគាត់អាងមានគូលមានសេះគាត់ថយណាអញ្ចឹងចាំមើលតាបាទនេះវីដេអូឃ្លីបនេះក៏វាកន្លែងហ្នឹងក៏យើងមានប្រយោជន៍សម្រាប់យើងផងដែរ
បាទបើសិនជាខ្មៅជាងរូបភាពបែបហ្នឹងយើងអាចមានវិធីថ្ងៃក្រោយទៅយើងអាចមានវិធីគៀបសកត់បាទកូនកុំឲ្យដៃគូយើងគាត់អាចរើបំរាស់បានណាបាទឥឡូវនេះសេះមួយណាក៏ស៊ីទៅអាចអត់ខ្វល់ទេបងបាទឆ្លៃសេះណាស៊ីសេះហ្នឹងទៅបាទបងអនឡាញក៏អត់នេះដែរបងព្រោះកាឡានេះបើសិនជាស៊ីសេះមួយណាក៏អាចស៊ីត្រូវអុកមុនដែរអញ្ចឹងណាប៉ុន្តែសេះខាងសនេះគឺគេមានចំណងបាទអញ្ចឹងអត់អាចស៊ីបានទេត្រូវថយចងមួយសិនតែអាចឃើញថាត្រីមួយគ្រាប់នេះគឺ free បាទអញ្ចឹងបងខាងខ្មៅក៏គាត់យកគោលស៊ីសេះបាទស៊ីតធម្មតាឥឡូវនឹងចាប់ផ្ដើមយ៉ាប់ទៀតហើយដើម្បីការពារគោលនឹងកុំឲ្យឡើងទៅដេញសេះទៅដល់សេះបាទគឺខាងខ្មៅគឺគាត់ត្រូវតែមាននាងមែនទេត្រូវបងបាទគឺគាត់ត្រូវតែមាននាងតែដល់ឡែកបងកាឡានេះបងយើងសង្កេតឃើញថានៅពេលដែលនាងនឹងមកដល់កន្លែងហ្នឹងAI អត់ឡើងគោលទេប៉ុន្តែអុកមួយសេះតែម្ដងអុកមួយសេះកន្លែងហ្នឹងគឺធ្វើឲ្យបងខាងខ្មៅនឹងពិបាករត់បាទពិបាករត់មែនទែនទីមួយគឺគាត់នៅអាឡៃត្រីនេះបើសិនជាមិនស៊ីបើសិនជាស៊ីគឺគោលនឹងឡើងទៅដល់សេះអត់អីចងទេបងសេះនឹងទៅ free ទៀតឥឡូវឃើញថាអុកម៉ាំងនៅកន្លែងហ្នឹងអុកមួយនៅកន្លែងនេះបើសិនជានាងស៊ីបាទគឺគោលនឹងទៅដល់ហើយអត់មានអីចងទេសេះនឹងទៅទេហើយគៀបរើអត់រួចទេបងបាទឥឡូវនាងនឹងមកបាទថយមកសេះអុកបើសិនជាមិនស៊ីដូចខាងខ្មៅគឺគាត់នៅអាឡៃត្រីហ្នឹងហ្នឹងបងងាកមកខាងនេះគឺស៊ីអុកបាច់ទូកងាកមកខាងនេះគឺស៊ីសេះដេញទូកឲ្យជាប់អុកទៀតជាប់អុកស៊ីសេះហ្នឹងទៀតបាទជាប់គ្រប់ច្រកតែម្ដងបងបើសិនជារត់បាទគឺសេះនឹងស៊ីគោលជាប់ចាប់ស៊ីសេះនឹងពីរទៀតបាទឥឡូវនេះបាទបងខាងខ្មៅគាត់ងាកចងត្រីដោយការរំពឹងទុកបាទតើបងសម្រាប់បងទាំងអស់គ្នាយើងគិតថាតើសេះពីរគ្រាប់នឹង AI ស៊ីបានអត់បាទ AI ស៊ីបានដែរឬក៏អត់បងបាទ AI គឺបោះសេះទៅកន្លែងបាទតសេះឆៅបងសាហាវណាស់បងកាឡានេះខ្ញុំនិយាយថាមកខាងខ្មៅដែលគាត់ដើរឲ្យចេញរូបភាពបែបហ្នឹងបាទបើសិនជាគាត់ល្អជាងហ្នឹងគឺអាចមានរូបភាពបែបហ្នឹងដែលយើងអាចរៀនបោះលើចំណងបោះលើជើងអីចឹងបានបងអញ្ចឹងវីដេអូឃ្លីបនេះគឺថាខ្មៅគាត់រៀងស្ទើរយល់ខ្ញុំគិតថាបងក៏ប្រហែលជាគិតដូចខ្ញុំដែរប៉ុន្តែដោយរូបដែលការយល់របស់គាត់ប៉ុណ្ណឹងធ្វើឲ្យមានរូបភាពបែបនេះសម្រាប់យើងបានរៀនសូត្រហ្នឹងបងបាទនេះល្អមែនតើបាទបងខាងខ្មៅគាត់មិនអាចយកសេះបាទទូកយកមកចងសេះបានទេហើយក៏មិនអាចយកសេះយកមកស៊ីសេះបានដែរនេះបងមិនអាចយកសេះមកស៊ីសេះទៅទេអញ្ចឹងបានទេព្រោះត្រូវតែមកទូកគឺចប់ហើយបងឃើញទេអញ្ចឹងកាលានេះបាទអុកគាត់ចងបោះសេះឆៅតែម្ដងបងបោះសេះឆៅទៅកន្លែងហ្នឹងគឺគាត់បាទមិនអាចយកទូកចងបានទៀតដាក់ទូកចាប់ស៊ីគោលដែរបាទដាក់ទូកនឹងចាប់ស៊ីគោលដែរឥឡូវនេះបើសិនជា IC សេះបាទគាត់នឹងស៊ីតព្រោះគោលទូកដែលស៊ីសេះហ្នឹងអត់ត្រូវអុកឯមែនទេបងគឺសរុបមកគឺអស់ម្នាក់2គ្រាប់បាទខាងអាយអស់សេះគោលបាទខាងខ្មៅអស់សេះ2ឥឡូវនឹងសល់ទូកម្នាក់2គោលនាងម្នាក់1បងហើយត្រីអាយលើមួយគ្រាប់ប៉ុណ្្នឹងទេប៉ុន្តែដែលឡាយកាឡានឹងគឺមិនមែនចឹងទេគឺអុកតែម្ដងបាទមិនមែនស្មើក្របងាយឲ្យស្មើស្រួលទេអុក3ទូកបង3ដងអុកងាប់តែម្ដងពិតជាអស្ចារ្យមែនទែនបងឈុតនេះបាទបងខ្ញុំសង្ឃឹមថាបងដែលទស្សនាវីដេអូឃ្លីបនេះនឹងបានឡើងមួយកម្រិតទៀតនៅក្នុងការបោះលើចំណងបាទយល់ពីហេតុផលដែលគីបប្រទៀងបាទកាឡានឹងគឺបាទសេះអុកលើជើងនាងបាទស្ដាច់គឺត្រូវតែងាកចងត្រីបើដូចក្នុងរូបភាពបងខាងខ្មៅគាត់ដើរអញ្ចឹងណាហើយសេះត្រូវតែបោះឆៅពិតជាអស្ចារ្យមែនទែនបងបាទនាងបងបាទសេះអុកលើជើងនាងបាទបោះសេះឆៅតែម្ដងវ៉ាវបាទបងប្អូនគ្នាបាទខ្ញុំមានអីទៀតទេបងឃើញវីដេអូកាឡាដែលដើរនេះគឺល្អក៏ខ្ញុំឆ្លៀតធ្វើអធិប្បាយ analyze វិភាគនិងជូនបងទស្សនាបាទសម្រាប់ជាប្រយោជន៍សម្រាប់ការសិក្សាបន្ថែមក៏ដូចជាសម្រាប់ការកំសាន្តបងបាទសម្រាប់ការងារអីចឹងណាបាទសូមបងអធិស្ឋានឲ្យបានច្រើនចំពោះ
ការខ្វះខាតឬក៏លើសលួសតែងតែមានអញ្ចឹងណាបងសូមអរគុណដែលបងគ្រប់គ្រងកន្លងមកផងដែរសូមជម្រាបលាបាទសូមជួយ like ឬក៏បងមិនទាន់ subscribe ទេសូមជួយ subscribe channel ម្នាក់មួយផងសូមអរគុណសូមជម្រាបលាជួបគ្នា